សំឡេងអត់បានការគេហៅថា noise គ្រប់កន្លែងឡើយចេញពីនេះចេញពីនោះពពួកទីផ្សារវញ្ញវត្ថុបែកខ្ញាយ fake ដែលធ្លាប់លើកពាក្យហ្នឹងនិយាយតែអ្នកដែលចង់បដោតលើអីបន្តិចគឺវល់ពេញហ្នឹងដោយសារតែឃើញអ្នកនេះគេមានឡានអ្នកនោះគេមាននេះគេមានផ្ទះមានអីដោយសារ noise អ្នកដែលបង្កើតសំឡេងទាំងអស់ហ្នឹងគេចូលចិត្ត fairy tale រឿងនិទានប៉ុន្តែយើងតែមើលទៅក្នុងលេខពិតប្រាកដ cash flow អាលេខដែលស្រស់ទៅបងចេញពីទន្លេត្រីដែលទៅចេញពីសមុទ្រមើលទៅក្នុង SpaceX អានឹងមិនគ្រាន់តែជាក្រុមហ៊ុនបាញ់រ៉ុកែតឡើងទៅលើឋានប្អិនអានឹងគឺជាក្រុមហ៊ុនដែលពពាក់នៅ ATM នៅលើ stratosphere លើលំហអាកាសដើម្បី print លុយហើយយើងមើលកន្លែងនេះទាក់ទងនឹង quarter 2 ឬក៏ត្រីមាសទី2ឆ្នាំ2026អានឹងគឺជាការបញ្ចេញនូវប្រាក់ចំណូលលើដំបូងសាធារណៈរបស់ក្រុមហ៊ុន SpaceX បន្ទាប់ពី IPO ហើយបើមើលទៅនឹង revenue ឬក៏ប្រាក់ចំណូលគឺ $7.8 លានកើន 92% បើធៀបទៅនឹងឆ្នាំមុនអានឹងគឺមិនមែនជាកំណើនទេអានឹងគឺជាការដាក់អាណានិគមទៅលើ aerospace ឬក៏ទៅលើលំហទាំងមូលតែម្ដងទាក់ទងទៅនឹង adjusted EBITDA ហ្នឹងគឺ skyrocket បូកឡើង 191% ចូលទៅដល់ $3.5 លាន$100,000 លានគឺជាលុយសុទ្ធហើយនឹង marketable securities ហើយបន្ទាប់ពី IPO ហើយចូលលុយ investment ពី IPO នោះ $85.7 លានអានឹងមិនគ្រាន់តែជាលុយទេអានឹងគឺជាអំណាចដែល liquid បំផុតនៅលើโลกអញ្ចឹងមកមើលទៅក្នុងប្រភេទ revenue ទាំង3របស់ SpaceX ទី1សំខាន់នឹង connectivity ការទំនាក់ទំនងរបស់ Starlink satellite នៅលើមេឃអ្នកដែល subscribe Starlink នឹងកើនរហូតដល់និយាយទៅគុណ2.10 លានsubscribers ហើយ revenue ពី segment ហ្នឹងគឺ $4.3 លានកើន 66% operating income នៅ $1.7 លានហើយលុយបានពី US government ឬក៏កងត្រាជាមួយនឹងរដ្ឋាភិបាលអាមេរិក$6 លានអានឹងគឺជាកងត្រាផ្សេងក៏ទាក់ទងទៅនឹងរឿងយោធាដែរនៅលើអាកាសទាក់ទង space ឬក៏លំហការបាញ់ rocket គឺចូល78 launches ហើយទម្ងន់ដែលដឹករបស់ទៅ orbit គឺចូល1000 metric tons ជាងក្នុងរយៈពេល6ខែ Starship version 3 ហ្នឹងគឺកំពុងបានតេស្តជាលំដាប់ជាច្រើនជាពីរដងជាច្រើនដងដែរហើយហ្នឹងគឺជាប្រភេទ technology ដែលសាហាវបំផុតនៅក្នុងមនុស្សជាតិយ៉ាងហ្នឹងហើយនៅពេលក្រុមហ៊ុនអាចកាត់តម្លៃនៃការទិញសម្បត្តិដើម្បីទៅមើលតារាផ្សេងៗនៅក្នុងលំហទៅមើលផ្កាយទៅមើលភពផ្សេងៗនៅក្នុងលំហដល់ថ្នាក់ហ្នឹងគឺអានឹងមិនគ្រាន់តែជាការប្រកួតប្រជែងទេអានឹងគឺជាការកាត់ចោលនៅរាល់អ្នកប្រជែងទាំងអស់ទាក់ទងនឹង space ទាក់ទងនឹងលំហចុងក្រោយគឺ AI និង infrastructure អានឹងក៏សំខាន់ដែរអានឹងក៏ជា big boys play ដែរនៅក្នុងក្រុមហ៊ុន AI revenue ផ្ទុះឡើង 247% បើធៀបទាំងឆ្នាំមុនគឺចូលដល់ $2.6 លានហើយបង្កើតនៅ computing capacity រហូតដល់ 1.4 gigawatt lockdown $14.1 លានជាមួយនឹង cloud service agreement ហើយក៏បញ្ចេញនៅ crop 4.5 ឲ្យមកប្រើដែរហើយក៏បានទិញនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Cursor មានតម្លៃ$60 លានដើម្បីមកជួយខាង AI coding ឬក៏ជាយកវាមកធ្វើជា tool ដើម្បីបង្កើនធម៌ពល AI ក្រកផ្សេងៗហើយទៅក្នុងការខាតបង់គឺរីកចម្រើនខាតបង់ធ្លាក់មក$541 លាននឹងជាការ reinvest ទៅលើយ៉ាងខ្លាំងយ៉ាង aggressive វិញទៅលើអនាគតរបស់ក្រុមហ៊ុនប្រភេទក្រុមហ៊ុនអញ្ចឹងគឺសំខាន់មែនទែនដើម្បីដែលយកលុយទាំងអស់ហ្នឹងទៅ reinvest ឬក៏វិនិយោគឡើងវិញទៅលើបច្ចេកវិទ្យាផ្សេងៗការ research R&D ផ្សេងៗដើម្បីធ្វើឲ្យបច្ចេកវិទ្យាហ្នឹងកាន់តែជឿនលឿនហើយអ្នកផ្សេងមិនអាចមកចូលមកលិតហិតក្លិនឬក៏មកស៊ីទីផ្សារនឹងបានងាយអញ្ចឹងបងប្អូនគ្នាគិតថាយ៉ាងម៉េចដែរគួរទិញហ៊ុននេះហើយឬក៏យ៉ាងម៉េចសម្រាប់អាស្ដាយអាចទិញឲ្យហើយទៅពោះអានឹងគឺជាអនាគតហើយបើសិនបងប្អូនគ្នាចង់ចាប់ផ្ដើមទិញហ៊ុនមួយនេះចង់រៀនពីរបៀបការទិញលក់ផ្សេងៗអាចចុះឈ្មោះរៀននៅក្នុងថ្នាក់រៀនលើអនឡាញរបស់អាស្ដាយបានក្នុង website មួយនេះឬក៏តាក់ទងមក Telegram របស់យើងក៏បានដែរ